សំលេងទូរស័ព្ទប្រាំថាមានគេផ្ញើសារនៅក្នុងចិត្តនេះសែនអរពេលក្រៃគិនថាជារូបស្រីដែលផ្ញើមកឲ្យបងព្រោះបើនួនអងក៏នឹងរលឹមដល់បងដែរតែពេលចាប់ផ្ដើមអានសារសែនអន់ចិនដាក្នុងចិនអរពាក្យនឹងនិយាយស្ដីគឺជានាងដតីដែលផ្ញើមកឲ្យបងមិនមែននួនអងដែលបងគេងរំពឹងនោះឡើយមនុស្សខ្ញុំស្នេហ៍បដិញទុកខ្ញុំចោលយូរដល់លឹងបើសិនអូនខឹងមកក៏សំទោមានមេតើដឹងទេមកនឹករូបអូនខ្លាំងណាស់ស្នេហ៍តើអូនមានដឹងទេមានស្នេហ៍ថាបងឯកានៅតែចាំសំឡេងសារជីវ៉ាណាប្រលឹងឆាប់ចូលគេហើយចង់ខឹងដឹងទេគេនឹងណាំកុំខឹងមកយូរពេកប្រលឹងប្រយ័ត្នអូនឆាប់ចាបើឃើញសារសូមតបរហ័ងនឹកណាំអូនដឹងទេសំលេងទូរស័ព្ទប្រាំថាមានគេផ្ញើសារនៅក្នុងចិត្តនេះសែនអរពេលក្រៃគិនថាជារូបស្រីដែលផ្ញើមកឲ្យបងព្រោះបើនួនអងក៏នឹងរលឹមដល់បងដែរតែពេលចាប់ផ្ដើមអានសារសែនអន់ចិនដាក្នុងចិនអរពាក្យនឹងនិយាយស្ដីគឺជានាងដតីដែលផ្ញើមកឲ្យបងមិនមែននួនអងដែលបងគេងរំពឹងនោះឡើយមនុស្សខ្ញុំស្នេហ៍បដិញទុកខ្ញុំចោលយូរដល់លឹងបើសិនអូនខឹងមកក៏សំទោមានមេតើដឹងទេមកនឹករូបអូនខ្លាំងណាស់ស្នេហ៍តើអូនមានដឹងទេមានស្នេហ៍ថាបងឯកានៅតែចាំសំឡេងសារជីវ៉ាណាប្រលឹងឆាប់ចូលគេហើយឈប់ខឹងដឹងទេគេនឹងណាំកុំខឹងមកយូរពេកប្រលឹងប្រយ័ត្នអូនឆាប់ចាបើឃើញសារសូមតបរហ័ងនឹកណាំអូន